dương nâng khai tôi chưa một nè để miên smart đây ca nghĩa chuyên lươn smart đây ca nghĩa lăng bạch chụp conបាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់ Channel របស់ខ្ញុំបាទដែលនិយាយអំពីការងារប្រទេសជប៉ុនបាទនៅពេលនេះខ្ញុំក៏មានចំណេះដឹងមួយចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យបានដឹងថាតើអ្វីទៅជាតម្លៃការងារប្រទេសជប៉ុនតើតម្លៃការងារប្រទេសជប៉ុននេះអាចជួយដោះបំណុលបានដែរឬទេហើយនឹងជួយយុវជនខ្មែរឲ្យមានអនាគតល្អដែរឬទេហើយនឹងពាក់ព័ន្ធទៅនឹងការចុះឈ្មោះដ៏ឆ្លាតវៃនឹងយ៉ាងណាបាទដូច្នេះដើម្បីឲ្យបងប្អូនបានដឹងអំពីដំណើរការនេះសូមបងប្អូនទាំងអស់គ្នាស្ដាប់នៅការបកស្រាយរបស់លោកគ្រូដែលមានអត្ថន័យទាំងស្រុងដូចតទៅយោងទៅតាមច្បាប់ជប៉ុននៅឆ្នាំ2003និង2019ជប៉ុនគេផ្ដល់ឱកាសមាន2ធំសំខាន់គឺឱកាសមួយឈ្មោះថាសិក្ខាកាមមានន័យថាឱកាសទៅរៀនធ្វើការឱកាសនេះផ្ដល់ជូនពី3ទៅ5ឆ្នាំបាទហើយនឹងឱកាសមួយទៀតពលករជំនាញគេឲ្យម្ដង5ឆ្នាំហើយអាចតធ្វើស្ទើរពេញមួយជីវិតបាទឱកាសនេះផ្ដល់តម្លៃពិសេសគឺឲ្យយុវជនទៅទទួលបាននៅជំនាញបទពិសោធន៍ធ្វើការផ្ទាល់ជាមួយតកែជប៉ុនបាទហើយយើងបានក្រៅពីបានទៅរៀនធ្វើផ្ទាល់យើងបានឱកាសរៀនភាសាជប៉ុនរៀនអប់រំចរិតមារយាទរបស់យើងមុនពេលធ្វើការបាទរហូតដល់អំឡុងពេលធ្វើការយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលមានស្មារតីការងារជឿនលឿនស្មារតីការងារខ្លាំងបែបជប៉ុនណាអត់មានទៅមនុស្សឡែឡោតទៀតទេហើយបន្ថែមពីនោះគឺធ្វើរៀនធ្វើការបានលុយបើយើងគិតទៅយើងបានចិត្ត200000ដែរខែខ្លះហើយកន្លែងខ្លះប៉ុន្តែយើងមិនសុំមិននិយាយទៅរហូតទៅដល់បានតែតួលេខប៉ុន្តែដល់ពេលកាត់ឲ្យអស់ឃើញតិចទេគឺយើងសុំនិយាយត្រឹមកាត់នៅយ៉ាងឲ្យសល់ចន្លោះពី130,000ទៅ150,000 yen បើគិតជាដុល្លារនៅចន្លោះ$1000បើយើងសរុបរយៈពេល3ឆ្នាំយើងអាចរកបាន60000 5ឆ្នាំយើងអាចរកបាន60000បាទ60000បាទហើយឱកាសនេះតិចទៀតខ្ញុំនឹងប្រាប់តើវាមានលក្ខខណ្ឌងារយ៉ាងណាឱកាសមួយទៀតគឺហៅថាឱកាសពលករជំនាញនេះគឺជាឱកាសមួយគេលែងឲ្យយើងទៅរៀនតទៅទៀតគឺឱកាសឲ្យយើងបានទៅរស់នៅទៅធ្វើការរកប្រាក់តែម្ដងរកប្រាក់នឹងយើងបានច្រើនជាងឱកាសទៅរៀនធ្វើការជាទូទៅអ្នកដែលមានសមត្ថភាពពេញលេញជាពលករជំនាញគឺរកបានប្រាក់នៅចន្លោះ150,000សំទុះ1500ទៅ2000សមត្ថភាពពេញលេញណាប៉ុន្តែបើយើងខ្វះសមត្ថភាពតម្លៃពលកម្មរបស់យើងទៅតាមនោះបើសិនជាយើងរកបាន1500យើងនឹងក៏រកបានសរុបទៅ5ឆ្នាំយើងអាចរកបាន90000បាទ2000ទៅ120,000ហើយផុតពី5ឆ្នាំហ្នឹងនៅគេឲ្យឱកាសបន្តទៀតគឺថាពលករជំនាញកម្រិត2បាទគឺមានតម្លៃមហាផែននឹងកម្រិត1ដែរហើយអ្វីដែលពិសេសនោះគឺយើងអាចធានាយកគ្រួសារទៅនៅជាមួយបានអញ្ចឹងសរុបតម្លៃទាំងពីឱកាសនេះគឺយើងទៅទទួលបានទី1នៅជំនាញការងារជាក់លាក់ណាបានឱកាសរៀនភាសាចង់យកភាសាជប៉ុនកម្រិតណាជារឿងរបស់យើងមាន5កម្រិតបាទហើយទី3គឺយើងទទួលបានអ្នកដែលមិនទាន់មានស្មារតីការងារជឿនលឿននឹងបានទទួលបានស្មារតីការងារធ្វើការបែបជប៉ុនតែម្ដងហើយចរិតជនជាតិជប៉ុនធ្វើការស្ទើរតែលេខ1លើពិភពលោកហើយបាទជាទ្របគំនិតយកបានពីជប៉ុនហើយយើងបានលុយដែលដូចអ្នកនរគ្នាឃើញស្រាប់ចឹងបាទបានលុយតើបានលុយប្រមាណគឺបើសិនជាយើងជពាក់បំណុលត្រឹម20000ទៅ30000ទៅ40000គ្រួសារដែលជពាក់បំណុលប៉ុណ្ណឹងគឺអាចទៅដោះបានទាំងអស់ឬក៏យើងមានគម្រោងថាទៅធ្វើការដើម្បីឲ្យមានជីវភាពប្រហាក់ប្រហែលនឹងគេឲ្យបានប្រសើរដែរមានផ្ទះដូចគេណាទិញដីបន្ថែមឲ្យបានច្រើនដូចគេទុកអនាគតឬក៏សន្សំទុកសម្រាប់អនាគតរបស់ខ្លួនឯងគ្រួសារខ្លួនឯងមានជីវភាពប្រសើរគឺយើងមានជីវភាពប្រសើរលែងព្រួយបារម្ភមានតែយើងមានជីវិតប្រសើរជាងមុន
បាទហើយទាំងអស់នេះគឺជាតម្លៃឱកាសការងារប្រទេសជប៉ុនបាទដូច្នេះសូមបងប្អូនជួយចុច like ជួយ subscribe ហើយនិង share ចែករំលែកព័ត៌មាននេះដើម្បីឲ្យយុវជនខ្មែរបានដឹងទាំងអស់គ្នាបាទសម្រាប់នៅពេលនេះខ្ញុំក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ